សម្រាប់ការដែលចាប់ផ្ដើមដំបូងនោះគឺខ្ញុំចាប់ផ្ដើមនៅក្នុងឆ្នាំ2019នៅចុងឆ្នាំមុនកូវីដហើយសម្រាប់អ្វីដែលជាចំណង់ចំណូលចិត្តហើយដែលតាក់ទាញឲ្យខ្ញុំងាកមកចាប់របរចិញ្ចឹមកន្ធាយនេះទី1ដោយសារតែយើងបានមើលឃើញអំពីទីផ្សារបាទទីផ្សារគឺកន្ធាយមានការផ្គត់ផ្គង់តិចតួចមែនទែននៅក្នុងស្រុកខ្មែរយើងហើយអ្វីដែលសំខាន់ហ្នឹងគឺតម្រូវការខ្ពស់នៅក្នុងការបងប្អូនយើងដែលគាត់បើកជាភោជនីយដ្ឋានអាហារដ្ឋានឬក៏បងប្អូនយើងគាត់លក់ដុំទិញរាយអញ្ចឹងគឺគាត់ត្រូវការកំណើនខ្ពស់មែនទែនហើយអ្វីដែលសំខាន់ហ្នឹងគឺក៏មានការនាំចូលមកដែរអញ្ចឹងគឺចំណុចខ្វះខាតទាំងអស់នេះធ្វើឲ្យខ្ញុំចាប់ចិត្តចាប់អារម្មណ៍ហើយអ្វីដែលសំខាន់ហ្នឹងគឺស្ថិតនៅលើតម្លៃកន្ធាយគឺមានតម្លៃខ្ពស់បាទតម្លៃខ្ពស់ហើយអញ្ចឹងក៏យើងអាចចិញ្ចឹមហើយវាផ្ដល់ទិន្នផលឲ្យយើងខ្ពស់ហើយយើងលក់បានថ្លៃហើយសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមគឺគាត់អត់ខ្វះទីផ្សារបាទគឺមានខាងគេមកទិញដល់ទីតាំងបាទហើយដូចខ្ញុំបាទផ្ទាល់ហ្នឹងបច្ចុប្បន្នយើងបានធ្វើជាង6ឆ្នាំ7ឆ្នាំនេះក៏ទីផ្សារយើងអត់មានការរាំងស្ទះដែរបច្ចុប្បន្នគឺមានតែមិនមានកន្ធាយលក់ទៅកាន់បងប្អូនដែលគាត់ទិញយកទៅញ៉ាំឬក៏គាត់ទៅលក់បន្តក្តីដូចគ្នាបាទ